ការស្លើយសំណួរនាងខ្ញុំក៏ចង់សួរសុខទុក្ខទៅដល់បងប្អូនតើបច្ចុប្បន្ននេះស្រូវរបស់បងប្អូននៅក្នុងស្ថានភាពណាដែរប្រមូលផលហើយឬកំពុងតែធ្វើនៅក្នុងវគ្គណាដែរហើយរដូវបន្តបងប្អូនប្រើពូជអ្វីដែរចាសូមចែករំលែកដល់គ្នាចាមកកាន់ការឆ្លើយតបសំណួររបស់យើងវិញចាតំបន់របស់ខ្ញុំដីគឺមានជាតិជ្រេះទឹកជូរតើគោបាជីត្របានតែទេហើយបើសិនប្រើជីត្របាននោះគោប្រើជីប្រភេទដែរចាជាធម្មតាដីដែលមានជាតិជ្រេះទឹកជូរហ្នឹងបងប្អូនកម្រិត pH គឺក្រោម 5.5 ភាគច្រើនចាហើយប្រភេទដីខ្លះគឺមានជាដែកប្រភេទដីខ្លះគឺមានជាអាឡូមីញ៉ូមចាប្រភេទទាំងអស់នេះពេលដែលបងប្អូនបាជីទៅហ្នឹងគឺវាមានជាអ៊ីអុងចាគឺវាចាប់យកជីពេលដែលវាចាប់យកជីហើយគឺឬស្រូវរបស់យើងមិនស្រូបយកជីបាន 100% ទេដូច្នេះមុនដែលបងប្អូនធ្វើការប្រុងស្រូវឬក៏យើងមានអារម្មណ៍ថាស្រូវរបស់យើងខ្សោយបងប្អូនគួរតែដកឫសមើលចាហើយសម្រាប់ប្រភេទដីដែល pH ក្រោមពី 5.5 ហ្នឹងបងប្អូនបើសិន pH កាន់តែទាបគឺកម្រិតទឹកជូរកាន់តែខ្លាំងចាដូច្នេះបងប្អូនយើងគួរតែប្រើជីត្របាតដើម្បីយើងកាត់បន្ថយទឹកជូរបង្កើន pH ឡើងវិញហើយប្រភេទជីដែលយើងគួរតែបាចត្របាតនោះគួរវាមានច្រើនប្រភេទជី Phosphorylate ប្រភេទជី DAP ប្រភេទជាកបោនិងប្រភេទថ្នាំបាញ់ចាហើយភាគច្រើនបងប្អូនតែស្រែគាត់តែមានទឹកជូរខ្លាំងនោះភាគច្រើនឃើញគាត់ប្រើកបោចាកបោវាថោកជាងប្រភេទជីផ្សេងជាពិសេសនៅក្នុងនឹងមាន DAP គឺវាថ្លៃជាងគេបងប្អូនប្រើប្រភេទ Humic ក៏បានដែរហើយសម្រាប់កម្រិតប្រើប្រាស់ហ្នឹងវាអាស្រ័យទៅលើកម្រិត pH នៅក្នុងស្រែរបស់បងប្អូនហ្នឹងវាប្រមាណគឺមានន័យថាដីហ្នឹងគឺកម្រិតទឹកជូរហ្នឹងវាខ្លាំងអត់ហើយធម្មតាបងប្អូនបើសិនទឹកជូរខ្លាំងឬមិនខ្លាំងយើងមើលហ្មងបងប្អូនយើងមើលជាក់ស្ដែងទី1គឺមើលស្ថានភាពទឹកហើយនឹងដីតើវាមានក្រាមក្រហមខ្លាំងហ្នឹងនិងទឹកជូរខ្លាំងទី2គឺយើងមើលដើមប្លង់ដុះបងប្អូនអរគ្នាចាពួកអីជាធម្មតាតំបន់ដែលមានទឹកជូរហ្នឹងដើមតែងតែមានដើមប្លង់ដុះព្រោះដើមប្លង់វាអាចលូតលាស់ល្អនៅតំបន់ទឹកជូរបងប្អូនអរគ្នាសម្រាប់សំណួរទី2ស្រែរបស់ខ្ញុំកំពុងតែរៀបចំធ្វើដីហើយប្រុសស្រូវហើយឥឡូវខ្ញុំកំពុងតែរៀបចំត្រាំពូជតើមានវិធីសាស្ត្រណាដែលយើងត្រាំពូជហើយពេលដែលប្រុសស្រូវនោះពូជវិដកស្មើគ្នាហើយប្រឡូកបានមាំល្អអត់ចាសម្រាប់សំណួរនេះបងប្អូននៅក្នុងអាកាសធាតុបច្ចុប្បន្ននេះគឺវានៅក្តៅនៅឡើយទេបងប្អូនណាដែលប្រុសស្រូវហ្នឹងហើយយើងប្រើវិធីប្រុសបែបណាដែរទី1ប្រុសកបទី2គឺប្រុសសើមហើយទី3គឺប្រុសទឹកបងប្អូនយើងមាន3ប្រភេទប្រុសពួកអីទៅតាមតំបន់បងប្អូននីមួយៗនេះគឺយើងមានការប្រុសខុសៗគ្នាចាហើយសម្រាប់បងប្អូនប្រុសកោកនោះភាគច្រើនគាត់មិនប្រើប្រភេទថ្នាំត្រាំពូជទេតែសម្រាប់បងប្អូនដែលគាត់ប្រុសសើមឬក៏ប្រុសទឹកហ្នឹងគាត់ប្រើជាប្រភេទថ្នាំត្រាំពូជជាពិសេសគឺប្រុសទឹកបងប្អូនយើងត្រូវតែគួរតែប្រើប្រភេទថ្នាំត្រាំពូជដើម្បីជំនួយឲ្យប្រឡូកឬក៏ឫសស្រូវហ្នឹងដុះបានល្អហើយសម្រាប់វិធីសាស្ត្រវិញនាងខ្ញុំសូមណែនាំឲ្យបងប្អូនប្រើអូកាឌិត D1 ចាអូកាឌិត D1 ហ្នឹងយើងធ្វើការត្រាំពូជដាក់លាយទឹកយើងប្រើ 100cc ក្នុងពូជ 100 គីឡូហើយសម្រាប់បងប្អូនមិនចង់ដាក់ត្រាំទេបងប្អូនចង់ស្រោចវាវិញចាហើយបងប្អូនស្រោចត្រូវតែស្រោចមុនមួយថ្ងៃខ្ញុំឧទាហរណ៍ថាព្រឹកឡើងយើងធ្វើការប្រុសស្រូវអញ្ចឹងថ្ងៃល្ងាចយើងធ្វើការស្រោចបងប្អូនស្រោចឲ្យម៉េចឲ្យវាសើមគ្រប់ពូជទាំងអស់ណាហើយចាហើយកម្រិតស្រោចហ្នឹងយើងលាយទឹកស្រោចកម្រិត 70cc ក្នុងមួយហាត់សម្រាប់អូកាឌិត D1 ចូលមកសំណួរទី3នៅក្នុងរដូវវស្សាគួរតែប្រើពូជណាដើម្បីមានទិន្នផលល្អហើយគួរតែប្រើពូជប៉ុន្មានដីរបស់ខ្ញុំគឺជាប្រភេទដីល្បាយខ្សាច់ជាធម្មតានៅក្នុងរដូវវស្សាបងប្អូនសំខាន់ជ្រើសរើសពូជណាហើយតំបន់ហ្នឹងគឺជាប្រភេទដីអីហើយមួយទៀតបងប្អូនអ្នកគ្នាតំបន់ពួកគាត់ហ្នឹងគឺភាគច្រើនប្រើពូជអីមុននឹងការសម្រេចចិត្តជ្រើសរើសពូជចាប៉ុន្តែជាដំបូងហ្នឹងក៏យើងត្រូវតែការជ្រើសរើសពូជណាដែលធន់នឹងជំងឺពួកអីរដូវវស្សាហ្នឹងក៏ងាយកើតប្រភេទជំងឺផ្លាស់បាក់តេរីច្រើនណាបងប្អូនចាហើយសម្រាប់ពូជដែលបងប្អូនសួរភាគច្រើននៅវៀតណាមគាត់តែជ្រើសរើសពូជ OM13 OM5451 ប្រើនៅក្នុងរដូវវស្សានេះហើយពូជជប៉ុនក៏មានដែរបងប្អូននៅតាមតំបន់ផ្សេងៗគឺមានពូជប្រើខុសៗគ្នាដូចនៅខាងសុកចាងហ្នឹងគាត់មានពូជ ST ហ្នឹងក៏គាត់ប្រើនៅគឺតំបន់គាត់ហ្នឹងគឺធ្វើទៅល្អសម្រាប់ដីរបស់បងប្រុសគឺដីល្បាយខ្សាច់
ចាសម្រាប់ដីល្បែងខ្សាច់ហ្នឹងតើដីល្បែងខ្សាច់ហ្នឹងជាប្រភេទមានជីវជាតិឬក៏អត់ជីវជាតិបើសិនដីល្បែងខ្សាច់របស់បងប្រុសហ្នឹងគឺមានជីវជាតិច្រើនដែរបងប្រុសគួរតែប្រើពូជចាប់ពី180ទៅដល់230នៅក្នុងរដូវវស្សានេះបងប្អូនចាសម្រាប់សំណួរទី4បើសិនប្រុសពូជ OM 5451តើយើងគួរតែចំណាំប្រយ័ត្ននៅចំណុចណាខ្លះនៅក្នុងរដូវវស្សាសម្រាប់ពូជ OM 5451ហ្នឹងគឺជាពូជដែលធន់នឹងជំងឺហើយនឹងសត្វល្អិតបានខ្ពស់ដែរបងប្អូនចាជាពិសេសគឺវាធន់នឹងប្រភេទសត្វពងមាសថ្នោតដែរពូជ OM 5451គឺជាប្រភេទពូជក្របវែងចាដើមវាខ្ពស់ល្មមស្លឹកវាក៏វែងល្មមស្លឹកមិនច្រើនទេស្លឹកទីតូចជាង OM 18ចាការបាយគុំក៏បាយគុំល្អដែរគ្រាន់ថាបើសិនបងប្អូនមិនគប់គង់សារពាទ្យបំពន់ឲ្យត្រូវវិធីទេគឺកូនគុំហ្នឹងគឺវាមលាស់មិនល្អទេចាហើយពូជ5451នេះនៅក្នុងរដូវវស្សាគឺល្អបងប្អូនវាមិនទៅអស់ជីច្រើនទេបើសិនយើងប្រើនៅក្នុងរដូវប្រាំងហ្នឹងគឺវាត្រូវការជីច្រើនជាងរដូវវស្សាអញ្ចឹងបងប្អូនប្រុសនៅក្នុងរដូវវស្សាហ្នឹងគឺវាល្អបងចាហើយបងត្រូវតែប្រយ័ត្នចំណុចពូជ5451នេះបងមិនត្រូវព្រុសក្រាស់ពេកទេបងប្រុសល្មមបានហើយណាហើយពូជ5451ហ្នឹងពីងាយនឹងកើតជំងឺលឿងស្លឹកដោយសារពុលសរីរាង្គលឿងស្លឹកដោយសារពុលនឹងដីទឹកជូរអញ្ចឹងពេលដែលបងធ្វើការប្រុសហ្នឹងបងត្រូវតែពិនិត្យថាដីរបស់បងហ្នឹងគឺជាប្រភេទដីទឹកជូរដែរឬទេហើយមួយទៀតបងត្រូវតែជំរះសម្អាតកាកសំណល់ឲ្យជ្រះមុនដែលយើងប្រុសដើម្បីឲ្យកាត់បន្ថយនៃការប៉ះពាល់ទៅដល់ស្រូវរបស់បងហើយជំងឺលឿងស្លឹកហ្នឹងក៏ងាយព្យាបាលដែរបងប៉ុន្តែប្រើប្រភេទអូបូនប្រាស៊ីណាឡាយបងជាមួយនឹងប្រភេទជីទឹកសរីរាង្គគឺអូខេឬក៏បងប្រើជាប្រភេទជីហ៊ូមីតក៏បានដែរហើយក្រុមហ៊ុនគឺមានអាមីណូ D5 បូកជាមួយ stress បងប្រើពីរមុខនេះគឺព្យាបាលបានល្អចាហើយសម្រាប់ពូជ5451ហ្នឹងបងប្អូនត្រូវតែគ្រប់គ្រងទឹកឲ្យបានល្អចាយើងត្រូវតែមានវគ្គបញ្ចេញទឹកហើយវគ្គបញ្ចូលទឹកត្រឹមត្រូវបើមិនដូច្នេះទេវាមិនបាយគុំល្អហើយក៏មិនលះល្អដែរបងប្អូនចាសំណួរទី5សម្រាប់សំណួរទី5បងរដូវនេះគួរតែប្រើពូជក្របវែងឬក្របខ្លីពីព្រោះខ្ញុំលើថាពូជក្របវែងហ្នឹងគឺវាមានទីផ្សារល្អជាងពូជក្របខ្លីតើមែនដែរឬទេចាបងសម្រាប់នៅវៀតណាមបច្ចុប្បន្ននេះគឺពូជក្របវែងគឺមានទីផ្សារជាងពូជក្របខ្លីមែនចាដោយសារតម្លៃបច្ចុប្បន្នហ្នឹងទៅតាមខ្ញុំសង្កេតមើលតម្លៃពូជក្របវែងដូចជា OM 5451 OM 18ដៃធំ8ឬក៏ប្រភេទពូជផ្សេងនៃក្របវែងហ្នឹងគឺតម្លៃខ្ពស់ជាងពូជក្របខ្លីដូចជា EF85 ឬក៏ពូជ5 ដើម6 ដើមជាដើមគឺតម្លៃវាទាបជាងប្រភេទពូជផ្សេងបច្ចុប្បន្ននៅលើទីផ្សារវៀតណាមតែមិនដឹងនៅខ្មែរយ៉ាងម៉េចដែរបងប្អូនប្រហែលថ្ងៃនេះខ្ញុំបានសង្កេតមើលនៅវៀតណាមហ្នឹងតម្លៃស្រូវវាបានឡើងម្ដងតិចវិញវាក្រាន់បើជាមុនឆ្ងាយបងប្អូនចាហើយសម្រាប់បច្ចុប្បន្នហ្នឹងធ្វើត្បិតតែវាមិនឡើងបានដូចពីឆ្នាំមុនមែនប៉ុន្តែក៏ក្រាន់បើសម្រាប់បងប្អូនយើងធ្វើស្រែហ្នឹងហើយនៃការជ្រើសរើសពូជដូចតែខ្ញុំនិយាយឆ្លើយតបពីសំណួរមុនអញ្ចឹងបងប្អូនជ្រើសរើសពូជប្រើទៅតំបន់របស់បងប្អូនក៏ត្រូវតែមើលតំបន់របស់បងប្អូនហ្នឹងតើបងប្អូនផ្សេងគាត់ប្រើពូជអ្វីចាឬក៏ខាងទីផ្សារនៅក្នុងតំបន់បងប្អូនហ្នឹងគាត់ត្រូវការពូជអ្វីខ្លះបើសិនខាងស្មួយគេទិញពូជ1 2 3បើតែបងប្អូនទៅធ្វើពូជផ្សេងហ្នឹងគឺខ្លាចខាងស្មួយហ្នឹងគេមិនទិញចាឬក៏ពេលទិញហ្នឹងគឺគាត់តម្លាក់តម្លៃចុះដូច្នេះបងប្អូនគួរតែមើលទៅតាមស្ថានភាពតំបន់របស់យើងមុននៃការជ្រើសរើសពូជដែរសម្រាប់សំណួរទី6នៅតំបន់ខ្ញុំគឺមានខ្យងច្រើនមួយរដូវទៅមួយរដូវហ្នឹងគឺខ្ញុំប្រើថ្នាំកម្ចាត់ខ្យងតែរដូវក្រោយហ្នឹងនៅតែមានខ្យងវិញតែយើងគួរតែប្រើប្រភេទថ្នាំអីដែរហើយគួរតែបាញ់មុនឬក្រោយមុនប្រុសចាសម្រាប់បញ្ហាខ្យងនេះបើសិនយើងនិយាយហេតុអីបានមានការខ្យងច្រើនចាទី1ខ្យងគឺវាជាប្រភេទអាចរស់បានក្នុងទឹកអាចរស់បានលើគោកចាហើយវាអាចធ្វើការពងបានច្រើនហើយវាអាចស្លងទៅពីស្រែមួយទៅតាមស្រែមួយទៅតាមទឹកឬទៅតាមបន្លាយទៅតាមព្រែកជាដើមបងប្អូនឲ្យតែទឹកចូលបន្លាយគឺខ្យងហ្នឹងគឺវាអាចទៅតាមនឹងចូលមកស្រែរបស់យើងហើយបើសិនស្រែរបស់បងប្អូនណាដែលមិនចង់មានខ្យងចូលច្រើនហ្នឹង
បងប្អូនគួរតែរកលបាំងអីមកបាំងពាំងនៅតាមផ្លូវទឹកចូលស្រែរបស់បងប្អូនគួរតែបាញ់មុនព្រោះស្រូវវាល្អជាងពេលដែលយើងធ្វើដីធ្វើអីហើយហ្នឹងយើងទុកវាហ្នឹងយើងបាញ់ចាទុកត្រឹមមួយយប់បានហើយទឹកចាប់ពី3ទៅដល់5សង់ទីម៉ែត្រចា5សាំងយើងទុកទឹកព្រឹមនឹងបានហើយយើងធ្វើការបាញ់ហ្នឹងហើយសម្រាប់ផលិតផលវិញខាងខ្ញុំសូមណែនាំឲ្យបងប្រើយីកអោបបូកជាមួយនឹង 3.6 ពីរនេះបូកចូលគ្នាគឺវាមានប្រសិទ្ធភាពខ្ពស់បងប្អូនដោយសារនៅក្នុងដប 3.6 ហ្នឹងមិនដឹងក្រុមហ៊ុនផ្សេងយ៉ាងម៉េចប៉ុន្តែសម្រាប់ក្រុមហ៊ុនខ្ញុំគឺ 3.6 ហ្នឹងនៅលើដបចុះបញ្ជីមិនគឺនៅក្នុងទឹកគឺវាអញ្ចឹងបងប្អូនចាហើយសម្រាប់កម្រិតប្រើប្រាស់យើងប្រើពីដប 3.6 បូកជាមួយនឹង6កញ្ចប់យីកអោបពេលវេលាបាញ់វិញបងប្អូនយើងគួរតែបាញ់ពេលល្ងាចបាញ់ពេលដែលឃើញទឹកនឹងថ្លាបងប្អូនអរគ្នាចាការឆ្លើយតបសំណួររបស់ខ្ញុំក៏សូមចាប់ត្រឹមនេះដែរអរគុណបងប្អូនដែលបានចំណាយពេលវេលាដ៏មានតម្លៃតាមដានទស្សនាវីដេអូរបស់ខ្ញុំចាសូមអរគុណសូមជម្រាបលាពុកម៉ែបងប្អូនជួបគ្នាជាមួយបងប្អូននៅក្នុងវីដេអូក្រោយៗទៀតណាកុំភ្លេចចុច like share subscribe ជារូបដងមួយផង